សម្រាប់នេះបណ្ដាបាទសម្រាប់ការប្រកួតការប្រយុទ្ធមិញយើងឃើញថាមានភាពចម្រូងចម្រាសគ្នាច្រើនបាទក៏ដូចជាការបន្ថែមម៉ោងនៅក្នុងតង់ទី2រហូតដល់10នាទីបាទសម្រាប់លោកប៉េបកាឌីឡាក៏មានការប្រហារពាក្យសម្ដីគ្នាបាទច្រឡោតនៅពេលបញ្ចប់ការប្រកួតដោយប៉ះពាក្យសម្ដីជាមួយនឹង Dean Henderson អ្នកចាំទីរបស់ Crystal Palace យ៉ាងណាមិញយប់មិញគឺកីឡាករដែលអាចបាទជួយឲ្យ Crystal Palace លើកពានធ្ងន់ជាងគេបំផុតនោះគឺ Dean Henderson នេះឯងដែលអាចជួយការពារជាមួយនឹងការសុទ្ធរបស់កីឡាករ Manchester City ជាច្រើនលើកជាច្រើនសារបាទក្នុងនោះផងដែរសម្រាប់ Manchester City យប់មិញនេះបាទលោកប៉េបកាឌីឡាហាក់បីដូចជាអន់ស្រពន់ចិត្តបន្តិចតាក់ទងជាមួយនឹងរឿងពេហ្នឹងទីបាទគាត់មិនបានឲ្យបាទចង់និយាយថាពីការ set play បាទគឺគាត់ឲ្យ Haaland គឺជាអ្នកទាត់បាល់ពេនឹងទីជំរើសទី1ប៉ុន្តែគាត់អត់ដឹងថាតើមានរឿងអីកើតឡើងបានតែជា Haaland នេះប្រគល់ឲ្យទៅកាន់ Mamus បាទគឺជាអ្នកសុទ្ធវិញបាទយើងឃើញថាសម្រាប់ការសុទ្ធរបស់ Mamus ធ្វើឲ្យ Dean Henderson អាចសង្គ្រោះបាល់បានប្រសិនបើគ្រាប់បាល់នោះមានកើតឡើងនោះមានន័យថាសម្រាប់ Manchester City នៅតែបន្តមានសង្ឃឹមនៅក្នុងការបុកសន្ធាប់ទៅកាន់ Crystal Palace យ៉ាងណាមិញបន្ទាប់ពីការរកមួយគ្រាប់របស់ Crystal Palace ចាប់ផ្ដើមបិទគៀបខ្លាំងទាល់តែមែនតើរហូតតតែបាទ Manchester City ធ្វើអីលែងចាញ់រហូតដល់នាទីទី100ឯណោះបាទយើងឃើញថាសម្រាប់ការប្រកួតនេះលោក Pep Guardiola ហាក់បីដូចជាបាទលំបាកមែនតើនៅក្នុងរដូវកាលនេះគឺជារដូវកាលមួយដ៏យ៉ាប់យ៉ឺនបំផុតបាទរបស់គាត់បាទសម្រាប់រដូវកាលនេះរហូតតែអេងម៉ាន់ទីកគ្មានផងហើយក៏ប្រឈមដែរប្រិមិត្តដោយសារតែពិន្ទុមកដល់ពេលនេះគឺ Manchester City ក៏មិនទាន់រួចខ្លួនជាមួយនឹងការប្រកួត Europa League ដែរដោយសារតែពិន្ទុកំពុងតែប្រកួតប្រជែងបដិញគ្នាបាទអញ្ចឹងពីប្រកួតចុងក្រោយលោក Pep Guardiola ត្រូវដឹកនាំឲ្យឈ្នះទាំងពីរប្រកួតបើមិនអញ្ចឹងទេគាត់អាចនឹងមានវាសនាមិនបានលេង UEFA Champions League នៅរដូវកាលក្រោយបាទអញ្ចឹងយើងឃើញថាតានតឹងមែនទែនសម្រាប់លោក Pep Guardiola ប៉ុន្តែយប់មិញនេះក៏ដាក់កីឡាករវ័យក្មេងបាទដែលទិញមកតាំងពីឆ្នាំមុនតែទើបមកកាន់ Manchester City ទេបាទហើយអញ្ចឹងសម្រាប់គាត់បាទយើងនឹងរៀបរាប់តាមក្រោយបន្ថែមទៀតបាទព្រោះឥឡូវនេះគាត់ទើបតែចូលលេងបានតែមួយប្រកួតដំបូងនេះទេបាទអញ្ចឹងចាំមើលនៅរដូវកាលក្រោយបានដឹងថាតើសមត្ថភាពរបស់គាត់នឹងមានការប្រែប្រួលអ្វីខ្លះបាទហើយសម្រាប់ Manchester United ទាំង Arsenal អីវិញយប់នេះ Arsenal មានលេងបាទសម្រាប់ Man U គឺលេងខ្វល់ហើយបាទព្រោះលេងថ្ងៃមុនហើយបាទចាញ់បាទអញ្ចឹងសម្រាប់យប់នេះផងដែរក៏មានការប្រកួតកំពុងតែប្រកួតមាន Everton អីជាដើមសម្រាប់ការប្រកួត Premier League នេះគឺជាការប្រកួតបាទនិយាយបានថាប្រិមិត្តប្រហែលជាមិនសូវចាប់អារម្មណ៍ទេព្រោះដោយសារតែក្រុមដែលលើកពាននោះក៏មានហើយបាទតែយ៉ាងណាមិញសម្រាប់បាទក្រុមដែលត្រូវបាទប្រដណ្ដើមគ្នាបាទលើកបាទដណ្ដើមគ្នាដើម្បីពានមានកៅអីបាទមានកៅអី UEFA Champions League នោះកំពុងតែមានការប្រកួតប្រជែងខ្លាំងមែនទែនបាទអញ្ចឹងសម្រាប់ការប្រកួត League បាទក៏ដូចជាអស់ហើយបាទសម្រាប់ការប្រកួត Premier League នឹងប្រព្រឹត្តទៅបាទនៅក្នុងសប្តាហ៍ក្រោយក៏ដូចជាអេស្ប៉ាញក៏ដូចជាអ៊ីតាលីគឺជាការបញ្ចប់តែម្ដងអញ្ចឹងប្រិមិត្តអញ្ចឹងមានន័យថានៅសល់តែរយៈពេលមួយសប្តាហ៍ទៀតទេការប្រកួត League បាទគឺត្រូវបានបញ្ចប់អស់ហើយកីឡាករទាំងអស់អ្នកដែលត្រូវទិញដូរនឹងត្រូវទៅកាន់ក្លឹបដែលគាត់ត្រូវទៅហើយសម្រាប់កីឡាករមួយចំនួនទៀតក៏ត្រូវរងចាំរហូតដល់ទីផ្សារដូរកីឡាករបើកសម្រាប់តួនាទីរបស់ក្លឹបដែលត្រូវលេងបាទ FIFA Club World Cup ហ្នឹងក៏យើងឃើញហើយដែរពូលក៏បានបែងចែករួចរាល់ហើយបាទអត់មានបាសេឡូណាទេបាទគឺមានតែ Real Madrid ហើយក្នុងនោះផងដែរគឺអង់គ្លេសគឺមាន Chelsea បាទគឺមាន Man City អញ្ចឹងទៅបាទអញ្ចឹងសម្រាប់ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅវេលាបាទនៅចាប់ពីពាក់កណ្ដាលខែក្រោយទៅបាទយ៉ាងណាមិញការប្រកួតនេះគឺវារៀងគេថាបែងចែកច្រើនក្រុមចន្តិចបាទបន្ទាប់ពី FIFA Club World Cup ពីមុនគឺយកតែអ្នកឆាំពៀនទេទៅលេងបាទប៉ុន្តែឥឡូវពេលនេះគឺសម្រាប់ខាងសហព័ន្ធបាល់ទាត់បាទពិភពលោកគឺ FIFA បានរៀបចំ4ឆ្នាំម្ដងជាពិសេសគឺគាត់រៀបចំមុនការប្រកួត World Cup មួយឆ្នាំបាទអញ្ចឹងមានន័យថាចប់ពី FIFA Club World Cup ឈានចូលដល់ World Cup បាទអញ្ចឹង World Cup 2ឆ្នាំឈានចូលដល់ Euro មួយឆ្នាំឈានចូលដល់ FIFA Club World Cup ហើយបានចូលដល់ Club World Cup វិញបាទជាប់គ្នាតែម្ដងបាទហើយសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះក៏មាន Arsenal មួយ Newcastle មាន Barcelona បាទមាន Real Madrid ប៉ុន្តែ Real Madrid Barcelona គឺគេអត់ខ្វល់ទេបាទប្រិមិត្តបាទចាញ់ទៀតក៏ Real Madrid គេនៅលើបាទ Top 4ដែរអត់ខ្វល់ទេ Barcelona គេលើកពានហើយអញ្ចឹងគេអត់មានខ្វល់អីទៀតទេបាទហើយសម្រាប់នៅខាងអ៊ីតាលីនោះវិញកំពុងតែប្រកួតប្រជែងគ្នាមែនតើលេខ4លេខ5លេខ3លេខ2លេខ1គឺកំពុងតែប្រកួតប្រជែងគ្នាខ្លាំងបាទសូម្បីតែអ្នកលើកពានក៏មិនទាន់រកឃើញដែរបាទសម្រាប់អង់គ្លេសវិញគឺកំពុងតែប្រកួតប្រជែងជាមួយនឹងតំណែងកៅអីបាទដើម្បីលេង UEFA Champions League បាទអរគុណច្រើនសម្រាប់ប្រិមត្តទាំងអស់គ្នាអញ្ចឹងថ្ងៃនេះក៏ដូចជាអត់មានព័ត៌មានអីច្រើនជូនដល់ការប្រិមត្តទេទីផ្សារដោះដូរកីឡាករក៏មិនទាន់ឈានចូលមកដល់ដែរតែគ្រាន់តែមកដល់ពេលនេះការទិញដូរកីឡាករគឺចាប់ផ្ដើមបណ្ដើបាទយប់មិញមិនឲ្យហាក់ឡើងពេលនាទីបាទចំណុចនេះខ្ញុំបាននិយាយមិញហើយបាទរឿងរ៉ាវតាក់ទងពេលនាទីយប់មិញគឺលោក Pep Guardiola ក៏បាន set play ហើយគឺ Haaland គឺជាជំរើសទី1នៅក្នុងការពេលនាទី
ប៉ុន្តែគាត់អត់ដឹងដែរថាហេតុអីបានហាក់ឡែនទៅនិយាយចរចាគ្នាមិនជាមួយនឹង Mamus ឲ្យប្រគល់បាល់ពេលនាទីនេះឲ្យទៅកាន់ Mamus ហើយចំណុចនេះគឺសម្រាប់កីឡាករលើទីលានគាត់អ្នកសម្រេចដែរណាបាទអញ្ចឹងសម្រាប់ការប្រកួត set play គឺគ្រូបានរៀបហើយអ្នកពេលនឹងទី1អ្នក free kick ទី1អ្នក corner ឆ្វេងអ្នក corner ស្ដាំបាទហើយអ្នកបោះទូគឺសម្រាប់គ្រូគឺបាន set play រួចរាល់អស់ហើយអញ្ចឹងសម្រាប់ការផ្លាស់ប្ដូរនេះបាទគឺដោយសារតែ Haaland ហើយជាមួយនឹង Mamus បាទគេពិភាក្សាគ្នាទៅផ្ដល់បាល់នេះឲ្យទៅកាន់ Mamus បាទអញ្ចឹងវាអត់មានតាក់ទងអីជាមួយនឹងលោក Pep Guardiola នោះទេបាទរៀលតឹងហើយយប់នេះបាទសត់គ្រាប់ហើយបាទអត់ទេបាទប្រិមិត្តនិយាយចេះទៅគឺ Real Madrid យប់នេះអត់មានសម្រាប់ឲ្យប្រិមិត្តដើម្បីវិនិយោគអីទេបាទកុំអីព្រោះថាគេកំពុងតែបាទឈរលើកំពូលតារាងហើយបាទជាមួយនឹងបាសេអញ្ចឹងអត់មានអីត្រូវពិបាកត្រូវដំណើរតំណែងដើម្បីលេងបាទកៅអី UEFA Champions League ទេបាទអញ្ចឹងមានន័យថាសម្រាប់បាសេយប់នេះទាំង Real Madrid យប់នេះបាទប្រិមិត្តគាត់លេងតាមសមាជិកកម្មរបស់គាត់ហើយគឺអត់ខ្វល់អ្វីទាំងអស់បាទចង់ឈ្នះក៏ឈ្នះចង់ចាញ់ក៏ចាញ់អត់ខ្វល់បាទ easy បាទ Pro boy in បាទ Man U បើឈ្នះពាននឹងបានលេង UCL អត់និយាយប្រិមិត្តបាទខ្ញុំដឹងថាប្រិមិត្តខ្លះក៏អត់នៅអត់ទាន់ដឹងបាទSanso Taro Gocho ហើយនឹង Cristiano KH បាទហើយជាមួយនឹង Dat FC បាទ Aaron បាទក៏ដូចជា ហេងសុកហៃបាទក៏ដូចជាបូរីជាងពីដានពនាងសិលាបាទសម្រាប់ Kevin De Bruyne ប្រិមិត្តសួរថាទៅ Real អត់ខ្ញុំជម្រាបជូនប្រិមិត្តឡើងវិញម្ដងទៀតសម្រាប់ Real Madrid គឺគេអត់កុងត្រាជាមួយនឹងកីឡាករដែលមានវ័យលើស30ឆ្នាំនោះទេបាទជម្រាបជូនម្ដងហើយម្ដងទៀតសម្រាប់លោក Florentino Perez គាត់បានបញ្ជាក់ឲ្យថាច្បាប់របស់ក្លឹបគឺធំជាងអ្វីៗទាំងអស់បាទអញ្ចឹងសម្រាប់កីឡាករដែលមានវ័យលើស30ឆ្នាំដែលកំពុងបន្តនៅ Real Madrid កុងត្រាម្ដងបានតែ1ឆ្នាំតែប៉ុណ្ណោះនេះគឺជាច្បាប់របស់ Real Madrid ដែលកំណត់បាទច្បាប់ផ្ទៃក្នុងបាទក៏ដូចជាច្បាប់របស់ក្លឹបបាទអញ្ចឹងมันអាចបំពានបាននោះទេបាទលោក Florentino Perez បាទគាត់លើកឡើងអញ្ចឹងគឺក្លឹបមិនចុះហត្ថលេខាជាមួយនឹងកីឡាករដែលមានវ័យលើស30ឆ្នាំនោះទេបាទអញ្ចឹងសម្រាប់ De Bruyne គឺมันអាចទៅកាន់ Real Madrid បាននោះទេបាទហើយបើសិនជាយើងនិយាយអំពីកម្រិតឬក៏ដូចជាបច្ចេកទេសលេងរបស់ De Bruyne នៅក្នុងរដូវកាលនេះបាទសួរថាតើ Real Madrid ចង់បានគាត់តទៀតទេបាទมันអាចនោះទេបាទព្រោះ De Bruyne នៅក្នុងឆ្នាំនេះបានលេងតិចហើយក៏អាសាររបួសបានលេងតិចហើយនៅពេលដែលបានលេងក៏កម្រិតនៅក្នុងការលេងប្រព័ន្ធនៅក្នុងការលេងរបៀបរបស់ក្នុងការលេងរបស់គាត់ហាក់បីដូចជាមានការធ្លាក់ចុះខ្លាំងមែនតើបាទធ្លាក់ចុះខ្លាំងបាទយើងមើលទៅការប្រកួតយប់មិញក៏ De Bruyne ហាក់បីដូចជាមិនសូវជាចង់និយាយថា De Bruyne ធ្លាប់តែជាតំបន់បម្រើមួយដែលគេគ្រប់គ្នាខ្លាចណាបាទតែនៅក្នុងរដូវកាលនេះគេមើលទៅដូចគេលេងធម្មតាដូចអត់មានអីត្រូវទៅខ្លាយរអាជាមួយនឹង De Bruyne តែម្ដងបាទអញ្ចឹងសម្រាប់ De Bruyne មកដល់ពេលនេះហាក់បីដូចជាមានពាក្យលិចលហៀងមួយបាទដោយសារតែ De Bruyne នេះអាចនឹងចូលរួមជាមួយនឹងក្លឹបនៅអង់គ្លេសបាទព្រោះដោយសារតែការលើកឡើងរបស់ De Bruyne គឺគាត់មកដល់ពេលនេះគាត់ពិបាកសម្រេចចិត្តមែនតើព្រោះដោយសារតែពេលនេះគាត់នៅអង់គ្លេសយូរទាំងប្រពន្ធទាំងកូនរបស់គាត់កំពុងតែរៀនអញ្ចឹងណាបាទអញ្ចឹងហើយគាត់មានផ្ទះមានទីតាំងស្នាក់នៅអីកំពុងតែស្រួលបួលអញ្ចឹងនៅពេលដែលគាត់ផ្លាស់ទៅក្រៅប្រទេសពីអង់គ្លេសគាត់ក៏ពិបាកដែរអញ្ចឹងមកដល់នេះសម្រាប់ De Bruyne កំពុងតែគិតមើលសិនថាតើគាត់នឹងត្រូវទៅណាបន្តទៀតអញ្ចឹងណាអញ្ចឹងបើសិនជាអាចគាត់ប្រហែលជានឹងពិភាក្សាជាមួយនឹងក្រុមគ្រួសាររបស់គាត់និងប្រពន្ធរបស់គាត់អញ្ចឹងទៅណាបាទថាតើគាត់នឹងត្រូវទៅក្រៅឬក៏គាត់នៅបន្តនៅអង់គ្លេសតទៀតហើយគ្រាន់ថាមានការបោះសម្ដីពីសាឡាបាទដែលសាឡាបបួល De Bruyne មកនៅ Liverpool នេះណែនៅ Liverpool គេទួយកតើមកអត់អីចេះបាទអញ្ចឹងណាបាទយ៉ាងណាមិញសម្រាប់ Liverpool បាទក៏កំពុងតែតេស្តជាមួយនឹងបាទហៅថាmedical test បាទឬក៏គេហៅថាតេស្តជាមួយនឹងសុខភាពជាមួយនឹងបាទ Jeremy Frimpong បាទកីឡាកររបស់ Bayer Leverkusen បាទដល់មកជំនួសតំណែងរបស់ Trent Alexander-Arnold បាទអញ្ចឹងឥឡូវនេះគឺឈានចូលដល់ដំណាក់កាលចុងក្រោយហើយប្រសិនបើតេស្តសុខភាពជាប់នោះមានន័យថាសម្រាប់ Frimpong នឹងខ្លាចទៅជាកីឡាកររបស់ Liverpool អាចនៅក្នុងថ្ងៃនេះអាចនៅក្នុងយប់នេះគឺនឹងចេញព័ត៌មានជាផ្លូវការហើយបាទនិយាយមកទៅគឺគេ contract ហើយបើយើងនិយាយមែនតែឲ្យតែពិនិត្យសុខភាពគឺមានន័យថាដំណាក់កាលចុងក្រោយឯងប្រិមិត្តបាទអញ្ចឹងមានន័យថាទាំងដំណាក់ទាំងថវិកាទិញដូរទាំងតម្លៃប្រចាំឆ្នាំប្រចាំខែប្រចាំអាទិត្យអីគឺគេនិយាយត្រូវគ្នាអស់ហើយចាំតែតេស្តសុខភាពទេតេស្តសុខភាពជាប់គឺសញ្ញាកុងត្រាយកតែម្ដងបាទអញ្ចឹងក៏អបអរសម្រាប់ Liverpool តែយ៉ាងណាមិញសម្រាប់ Liverpool ក៏នៅមានកីឡាករមួយចំនួនដែលត្រូវចាក់ចេញដែរបាទរងចាំរហូតដល់ទីផ្សាររដូវកីឡាករបើកទើបយើងដឹងថាតើអ្នកណានឹងទៅណាបណ្ណយបន្តទៀតបាទសម្រាប់ Arnold ប្រហែលជាអាចនឹងទៅ Real Madrid បាទមុនទីផ្សាររដូវកីឡាករបើកដោយសារតែបាទ Real Madrid នឹងត្រូវចំណាយលុយផ្ដល់ទៅកាន់ Liverpool ជាមួយនឹងកុងត្រាសល់រយៈពេលប្រមាណចុងក្រោយតិចតួចនេះដើម្បីឲ្យបាទ Arnold ទៅកាន់ Real Madrid ឲ្យទាន់ជាមួយនឹងការប្រកួត FIFA Club World Cup បាទ UCL បាទ UCL តន់ដល់ថ្ងៃប៉ុត UCL វាអត់មានអីល្អមើលបងយ៉ាងណាទេក្រុម idol ប្រិយមិត្តធ្លាក់អស់ហើយបាទហើយ Aaron បាទសួស្ដីបាទ
ហើយសួរ Man U សួរ Man U ឈ្នះ Spurs អត់បាទខ្ញុំនឹងបោះស្រាយថាម៉េចទេប្រិមិត្តអត់មានពាក្យអ្វីត្រូវបាក់បកស្រាយមែនតើដោយសារតែតម្រងលេងរបស់គាត់ទាំងពីរនាក់ហ្នឹងមើលអត់យល់បាទបរិយជាងពីដានសុនីសិលាបាទសួស្ដីទៅកាន់បាទហុកគៀនបាទសួស្ដីទៅកាន់វឌ្ឍនាភិរុនបាទលីកសូដង់ឯងបាទអត់ដល់ស្គាល់ទេបាទសូដង់បាទសំបីសូដង់នៅប្រទេសណានៅក្នុង map ហ្នឹងមិនទាន់ដឹងផងបាទឲ្យខ្ញុំនិយាយលីកស៊ូដង់មកណាបាទក្រុងកុង OV បាទសួស្ដីគ្នាទៅកាន់អាពេជ្របាទ